លោកអ្នកប្រហែលជាធ្លាប់ដឹងឬឃើញមុខលោកយាយពីការភ្នែកដ៏ចំណាស់មួយរូបដែលចេះទស្សទាយអំពីជោគវាសនារបស់ពិភពលោកនិងរបស់មេដឹកនាំធំមួយចំនួនតាមរយៈសារព័ត៌មាននិងបណ្ដាញសង្គមប៉ុន្តែលោកអ្នកភាគច្រើនមិនបានដឹងអំពីប្រវត្តិរបស់លោកយាយនៅឡើយទេបាបាវ៉ាន់កាស្ត្រីពិការភ្នែកដែលអាចមើលឃើញអនាគតរបស់ពិភពលោកឈ្មោះរបស់លោកយាយត្រូវបានគេហៅទូទៅជាភាសាប៊ុលហ្គារីថាបាបាវ៉ាន់កាមានន័យថាលោកយាយមើលឃើញច្បាស់ថ្ងៃនេះកម្មវិធីកំពូលមនុស្សសូមបង្ហាញជីវប្រវត្តិរបស់លោកយាយជូនលោកអ្នកទស្សនាដូចតទៅកើតមិនគ្រប់ខែលោកយាយវ៉ាន់កាមានឈ្មោះកំណើតថាវ៉ាន់ជើលីយ៉ាផេនដេវ៉ាហ្គូស្តេរ៉ូវ៉ាលោកយាយចាប់កំណើតនៅថ្ងៃទី31ខែមករាឆ្នាំ1911នៅក្រុងស្ទ្រូមីកានៃចក្រភពអូតូម៉ង់ទីក្រុងនេះត្រូវបានប្រគល់ឲ្យទៅប្រទេសប៊ុលហ្គារីនៅឆ្នាំ1912វ៉ាន់ជើលីយ៉ាជាទារកកើតមិនគ្រប់ខែដែលនាំឲ្យនាងរងនៅការលំបាកជាច្រើនផ្នែកសុខភាពតាមទំនៀមទម្លាប់ក្នុងស្រុកទារិកានេះមិនត្រូវបានផ្ដល់ឈ្មោះភ្លាមទេរហូតដល់រូបគេមានសុខភាពដែលអាចធានាដល់ជីវិតរស់បានធម្មតាជាមុនសិនពេលកើតចេញមកទារិកានេះស្រែកយំជាលើកដំបូងហើយឈ្មោះកំណើតជាភាសាក្រិកវ៉ាន់ជើលីយ៉ាមានន័យថាប្រកាសពីដំណឹងល្អត្រូវបានផ្ដល់ឲ្យទារិកានេះក្នុងវ័យកុមារភាពវ៉ាន់ជើលីយ៉ាឬវ៉ាន់កាជាក្មេងស្រីដ៏សាមញ្ញម្នាក់ដែលមានកៅភ្នែកពណ៌ត្នោតនិងសក់ពណ៌ទង់ដែងឪពុករបស់នាងជាសកម្មជនរបស់អង្គការបដិវត្តផ្ទៃក្នុងរបស់ម៉ាសេដូនីនិងបានចូលបម្រើកងទ័ពប៊ុលហ្គារីក្នុងកំឡុងសង្គ្រាមលោកលើកទី1ចំណែកម្ដាយរបស់នាងទទួលមរណភាពទាំងកុមារីវ៉ាន់កានៅតូចនៅឡើយកុមារីនេះត្រូវបានអ្នកភូមិផងរបងជាមួយយកទៅចិញ្ចឹមបីបាច់ថែរក្សាអស់មួយរយៈពេលវែងវ៉ាន់កាជាកុមារីឆ្លៀសវៃណាស់ពេលលេងម្ដងនាងចូលចិត្តធ្វើជាអ្នកព្យាបាលជំងឺដោយយកស្មៅសម្រាប់ធ្វើជាថ្នាំព្យាបាលឲ្យមិត្តភ័ក្តិដែលធ្វើជាឈឺក្រោយពេលត្រឡប់មកពីធ្វើសង្គ្រាមវិញឪពុករបស់វ៉ាន់កាបានរៀបការជាមួយស្ត្រីម្នាក់ទៀតដូច្នេះនាងត្រូវបានម្ដាយចុងជួយបីបាច់ថែរក្សាពីការភ្នែកដោយសារគ្រោះធម្មជាតិនៅពេលវ៉ាន់កាមានអាយុ12ឆ្នាំមានខ្យល់ព្យុះមួយបោកបក់យ៉ាងខ្លាំងដែលពុំធ្លាប់មានពីមុនមកទៅលើភូមិដែលនាងកំពុងរស់នៅខ្យល់ព្យុះនេះបានគួចយកវ៉ាន់កាទៅទីឆ្ងាយអ្នកស្រុកបានដើរស្វែងរកនាងដ៏យូរទើបអាចប្រទះឃើញនាងនៅលើវាលខ្សាច់ខ្លួនប្រាណនិងកៅភ្នែករបស់នាងពោពេញទៅដោយគ្រាប់ខ្សាច់និងធូលីហើយនាងមិនអាចបើកភ្នែកបានដូចមុនទេអ្នកស្រុកបានយកនាងទៅព្យាបាលតែគ្មានលទ្ធផលអ្វីសោះហើយចាប់តាំងពីពេលនោះមកនាងមិនអាចមើលឃើញអ្វីៗទាំងអស់ជារៀងរហូតមកការសិក្សានិងការទូទាយនៅឆ្នាំ1925ឪពុកម្ដាយបាននាំនាងចូលរៀននៅសាលាពិការភ្នែកស្ថិតក្នុងទីក្រុងហ្សេមុនប្រទេសសេប៊ីសាលានេះកសាងឡើងសម្រាប់ទទួលក្មេងអភ័ព្វដែលមានពិការភាពផ្នែកចក្ខុរយៈពេល3ឆ្នាំនៅសាលានេះវ៉ាន់ការៀនអក្សរប្រាយរៀនព្យ៉ាណូរៀនដេប៉ានិងរៀនធ្វើអនាម័យជាដើមក្រោយពេលម្ដាយចុងរបស់នាងស្លាប់ទៅវ៉ាន់កាត្រឡប់មកផ្ទះវិញដើម្បីមើលថែប្អូនជីវភាពរបស់នាងក្រកំសត់ណាស់នាងត្រូវធ្វើការពេញមួយថ្ងៃដើម្បីជីវិតឆ្នាំ1929វ៉ាន់កាកើតជំងឺសួតហើយគ្រូពេទ្យនិយាយថានាងនឹងត្រូវស្លាប់ក្នុងពេលខាងមុខនេះប៉ុន្តែនាងបែរជាសះស្បើយទៅវិញយ៉ាងលឿនភាពក្រីក្រផងពិការផងនិងមានជំងឺដង្កាត់ផ្សេងផងទាំងនេះជាបន្ទុកដ៏សែនធ្ងន់របស់វ៉ាន់កានៅគ្រានោះហើយដែលវ៉ាន់កាមានធម៌ពលពិសេសដោយស្រមៃឃើញហេតុការណ៍ផ្សេងនៅក្នុងពិភពលោកដែលធ្វើឲ្យនាងអាចទស្សទាយអំពីអនាគតកាលនៅអាយុត្រឹមតែ16ឆ្នាំប៉ុណ្ណោះនៅអំឡុងសង្គ្រាមលោកលើកទី2វ៉ាន់កាត្រូវបានគេមានជំនឿថាចេះព្យាបាលជំងឺនិងអាចមើលឃើញអំពីអនាគតមានមនុស្សជាច្រើនបានធ្វើដំណើរមករកនាងដើម្បីបានដឹងពីទីកន្លែងនិងមូលហេតុនៃការស្លាប់រស់របស់សាច់ញាតិឬមានបំណងស្វែងរកសាកសពសាច់ញាតិរបស់ពួកគេដែលបានស្លាប់ក្នុងសង្គ្រាមនៅថ្ងៃទី8ខែមេសាឆ្នាំ1942ព្រះរាជាប៊ុលហ្គារីព្រះនាងអ៊ីសាបូរីសទី3បានមកជួបនាងដល់ផ្ទះវ៉ាន់កាបានក្លាយជាហោរាទស្សទាយជាផ្លូវការនៅអាយុ30ឆ្នាំកតនាមរបស់អ្នកស្រីវ៉ាន់កាចាប់ផ្ដើមល្បីខ្លាំងលើការទស្សទាយអំពីទាហានរូបណាដែលត្រឡប់មកពីសមរភូមិនិងអំពីទាហានរូបណាដែលបានបាត់ខ្លួនក្នុងអំឡុងពេលសង្គ្រាមអំពីគ្រោះធម្មជាតិជំងឺដង្កាត់និងរោគគាផ្សេង
មានមនុស្សមិនតិចលានអ្នកទេក្នុងនោះអ្នកមានទ្រព្យធនអ្នកល្បីល្បាញរហូតដល់អ្នកនយោបាយក៏បានទៅរកស្ត្រីពិការភ្នែករូបនេះដែរក្នុងចំណោមមនុស្សទាំងនោះអ្នកស្រីវ៉ាន់ហ្គាក៏បានទស្សទាយឲ្យលោកអ៊ីធ្លាដែរអ្នកកាន់សាសនាមិនចូលចិត្តអ្នកស្រីវ៉ាន់ហ្គាទេពីព្រោះការទស្សទាយមួយចំនួនរបស់អ្នកស្រីបានធ្វើឲ្យប៉ះពាល់ដល់សាសនានៅឆ្នាំ1967ដល់ឆ្នាំ1990លោកយាយវ៉ាន់ហ្គាបានក្លាយជាបុគ្គលិករដ្ឋជាអ្នកកំណត់តម្លៃទស្សទាយសម្រាប់មនុស្សមកពីប្រទេសសង្គមនិយមការទស្សទាយមានតម្លៃ10លេវប៊ុលហ្គារីគឺស្មើនឹង$2អាមេរិកក្នុងមួយនាក់ចំណែកអ្នកដែលមកពីប្រទេសដទៃគឺត្រូវកំណត់យកតម្លៃ$50ក្នុងមួយនាក់លោកយាយបានទស្សទាយពីហេតុការណ៍របស់ពិភពលោកដល់ទៅជិត5000រឿងរ៉ាវឯណោះនាពេលកន្លងមកមានហេតុការណ៍ជាច្រើនដែលបានកើតឡើងដោយទៅនឹងការទស្សទាយរបស់លោកយាយពិតប្រាកដមែនការលេចនាវាមុជទឹកប៉ារ៉ាម៉ាណូគៀសរបស់រុស្ស៊ីកាលពីខែសីហាឆ្នាំ1999គ្រោះថ្នាក់ដោយរលកយក្សស៊ូណាមីដ៏មហាសែនប្រឡាយក្នុងឆ្នាំ2004ក៏ស្ថិតក្រោមការព្យាករណ៍របស់លោកយាយវ៉ាន់ហ្គាដែរនៅក្នុងសតវត្សទី21នេះលោកយាយបានទស្សទាយថាមានសោកនាដកម្មនៅថ្ងៃទី11ខែកញ្ញាឆ្នាំ2001មានបក្សីដែក2ក្បាលវាយប្រហារទៅលើសហរដ្ឋអាមេរិកនិងការទស្សទាយថាមានកូនកាត់អាហ្វ្រិកអាមេរិកនឹងឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី44ក្រៅពីនេះលោកយាយបានទស្សទាយថានឹងមានថាមពលអគ្គិសនីប្រភេទថ្មីដែលនឹងត្រូវរកឃើញនៅលើភពផ្កាយព្រះសុក្រព្រឹត្តិការណ៍អាសន្នផ្សេងទៀតដែលលោកយាយវ៉ាន់ហ្គាបានព្រមានថានឹងមានគ្រោះមហន្តរាយស្បៀងអាហារនៅឆ្នាំ2028ការប្រើប្រាស់សវាវុធនុយក្លេអ៊ែរដើម្បីគ្រប់គ្រងភពផ្កាយព្រះអង្គារនៅឆ្នាំ2256និងផែនដីលែងមានមនុស្សរស់នៅក្នុងឆ្នាំ2341ព្រោះតែសង្គ្រាមនុយក្លេអ៊ែរដែលនឹងធ្វើឲ្យមនុស្សជាច្រើនស្លាប់ហើយជំងឺមហារីកស្បែកនឹងកើតមានដោយសារពុលជាតិគីមីពីគ្រាប់បែកនុយក្លេអ៊ែរទាំងនោះក្នុងទំនាយរបស់បាវ៉ាន់ហ្គាបានបញ្ជាក់ថាប្រធានាធិបតីទី45របស់សហរដ្ឋអាមេរិកដែលសពថ្ងៃជាលោកដូណាល់ត្រាំនឹងជាអ្នកនាំប្រទេសទៅរកភាពលិចលង់ដំបូងគ្រប់គ្នានឹងផ្ដល់ក្តីសង្ឃឹមទៅលើមនុស្សម្នាក់នេះប៉ុន្តែនោះជារឿងផ្ទុយស្រឡះព្រោះគេនឹងនាំប្រទេសខិតទៅរកភាពអន់ថយព្រមទាំងបង្កសង្គ្រាមរវាងខាងជើងនិងខាងត្បូងលោកស្រីបាននិយាយថាលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំប្រហែលជាទទួលរងនៅជំងឺដុសសាច់ក្នុងខួរក្បាលដែលនឹងធ្វើឲ្យលោកថ្លង់ហើយក៏អាចនឹងស្លាប់ផងដែររីឯលោកវ្លាឌីមៀពូទីនមេដឹកនាំរុស្ស៊ីវិញលោកយាយបានទស្សទាយថានឹងមានការប៉ុនប៉ងធ្វើឃាតលើរូបលោកក្រៅពីនេះលោកយាយបានទស្សទាយពីការរីករាលដាលនៃជំងឺមួយប្រភេទហើយជំងឺនេះនឹងស្ថិតនៅលើពួកយើងលោកយាយវ៉ាន់ហ្គាទស្សទាយថានៅឆ្នាំ2021នឹងមាននាគដ៏ខ្លាំងមួយនឹងចេញមកដណ្ដើមកាន់កាប់ពិភពលោកហើយយក្ស3នឹងរួមគ្នាប្រឆាំងវាឆ្នាំ2021ដដែលមនុស្សនឹងបានឃើញគ្រោះមហន្តរាយជាច្រើនកើតឡើងនៅឆ្នាំ2130នឹងមានមនុស្សក្រៅភពមកជួយមនុស្សនៅលើផែនដីឲ្យមានលទ្ធភាពអាចរស់នៅក្នុងទឹកបានចំណែកនៅឆ្នាំ3005នឹងមានសង្គ្រាមនៅភពព្រះអង្គារនៅមានរឿងរ៉ាវជាច្រើនទៀតនឹងកើតឡើងក្នុងពេលអនាគតតាក់ទងនឹងវាសនាពិភពលោកដែលបាវ៉ាន់ហ្គាបានទស្សទាយបាវ៉ាន់ហ្គាបានក្លាយជារាជិនីទស្សទាយដ៏ល្បីបំផុតហើយរាល់ការទស្សទាយរបស់លោកយាយគឺត្រូវជាង 80% ឯណោះជីវិតអាពាហ៍ពិពាហ៍ថ្ងៃទី10ខែឧសភាឆ្នាំ1942បាវ៉ាន់ហ្គាបានរៀបការជាមួយឌីមីតាហ្គូស្តេរ៉ូអ្នកទាំងពីរបានជួបគ្នានៅពេលលោកឌីមីតាមករកលោកយាយឲ្យទស្សទាយរកអ្នកដែលសម្លាប់បងប្រុសបង្កើតរបស់ខ្លួននៅឆ្នាំ1947លោកឌីមីតាធ្លាក់ខ្លួនឈឺដោយសារស្រានិងបានទទួលមរណភាពនៅថ្ងៃទី1ខែមេសាឆ្នាំ1962ចំណែកលោកយាយវ៉ាន់ហ្គាទទួលមរណភាពនៅថ្ងៃទី11ខែសីហាឆ្នាំ1996ក្នុងវ័យ85ឆ្នាំនៅក្នុងទីក្រុងសូហ្វីយ៉ាប្រទេសប៊ុលហ្គារីកម្មវិធីបុណ្យសពរបស់លោកយាយមានអ្នកចូលរួមរំលែកទុក្ខជាច្រើនក្នុងនោះក៏មានអ្នកមានឋានន្តរស័ក្តិខ្ពង់ខ្ពស់ចូលរួមជាច្រើនដែរចាប់ពីពេលនេះតទៅយើងទាំងអស់គ្នានឹងរងចាំមើលការទស្សទាយរបស់លោកយាយអំពីព្រឹត្តិការណ៍ធំមួយចំនួនទៀតដែលមិនទាន់មកដល់